ផ្ដើមរឿងបន្ទាប់ពីភាព4យើងក៏បានធ្វើដំណើរស្របគ្នានឹងវូរ៉ាំងកំពុងជជែកគ្នាជាមួយកញ្ញាទាំងធានអំពីអ្នកដាំដុះអមតៈដែលពួកគេមិនងាយស្រួលក្នុងការកម្ចាត់នោះទេហើយវូរ៉ាំងក៏បានបន្តខ្លួនឯងដែលគ្មានសមត្ថភាពក្នុងការការពារប្អូនស្រីរបស់គេហើយវូរ៉ាំងក៏បានមើលទៅកាន់ដើមឈើនិងនឹកឃើញរកពាក្យសម្ដីរបស់ប្អូនស្រីគេព្រមទាំងពេលដែលនាងត្រូវបានអ្នកដាំដុះអមតៈចាប់យកទៅចំណែកកញ្ញាទាំងធានក៏បានមកលួងលោមវូរ៉ាំងនិងប្រាប់គេថាយ៉ាងហើយណាយើងនឹងមានឱកាសបានជួបប្អូនស្រីរបស់គេម្ដងទៀតហើយវូរ៉ាំងក៏តបទៅកាន់កញ្ញាទាំងធានវិញថាពីមុនគេមិនបានការពារនាងនោះទេដូច្នេះតម្រុយមួយនេះគេមិនអាចបោះបង់បានឡើយហើយវូរ៉ាំងក៏សួរទៅកាន់កញ្ញាទាំងធានថាតើពួកយើងកំពុងតែទៅណាហើយកញ្ញាទាំងធានក៏តបថាពួកយើងកំពុងទៅជំរុំមូលដ្ឋានអ្នកកម្ចាត់អ្នកដាំដុះអមតៈហើយកញ្ញាទាំងធានក៏ប្រាប់ទៅកាន់វូរ៉ាំងទៀតថាយោងតាមព័ត៌មានដែលនាងទទួលបាននារីដែលជាអ្នកដាំដុះអមតៈម្នាក់នោះប្រហែលជាអញនឹងទៅទីនោះដែរចំណែកវូរ៉ាំងក៏បានយល់ពីការគិតរបស់កញ្ញាទាំងធានបន្តមកយានក៏បានធ្វើដំណើរមកដល់ជំរំមូលដ្ឋានអ្នកប្រមាញ់អ្នកដាំដុះអមតៈចំណែកនារីដែលជាអ្នកដាំដុះអមតៈម្នាក់នោះបន្ទាប់ពីនាងបានបញ្ចប់ការតាំងសមាធិរួចហើយនាងក៏បានខឹងហេតុអ្វីបានជានាងចាញ់វូរ៉ាំងកាលពីពេលប្រយុទ្ធនោះនាងក៏បានសច្ចាថានឹងលើកយកព្រលឹងបរិសុទ្ធរបស់មនុស្សផែនដីដើម្បីព្យាបាលរបួសរបស់នាងបើមិនដូច្នេះទេនាងមិនអាចវិលត្រឡប់ទៅកាន់និកាយអមតៈរបស់នាងវិញបានទេរួចហើយនាងក៏បានប្រើវិជារបស់នាងក្នុងការបាញ់ភាជា3និងនិយាយថាព្រៃអាប់នេះនឹងខ្លាចជាកន្លែងកប់សាកសពរបស់ពួកគេផ្សាយរឿងក៏កាន់មកចូលពេលយានធ្វើដំណើរមកកាន់ជំរំវិញនៅពេលយានឈប់ហើយមនុស្សដែលនៅលើយានក៏បានចុះមកពេលអូនសតទិញទៅចុះមកនាងក៏សរសើរថាទីនេះស្អាតហើយអ្នកផ្សេងទៀតក៏សង្កត់ថាទីនេះគ្មានការប្រយុទ្ធទៅចុះហើយអូនសតទិញទៅក៏បាននិយាយថាទីនេះគឺជាទន្លេឈុនលាវតាមការស្រាវជ្រាវរបស់នាងទីនេះគឺជាខ្សែបន្ទាត់ហើយវាក៏ជាព្រំដែនហើយនៅទីនោះគឺមានសាកេតសាជាច្រើនហើយកញ្ញាទាំងទាំងក៏ប្រាប់ថានេះហើយជាមូលហេតុដែលពួកគេត្រូវមកឈរជើងនៅទីនេះដើម្បីបញ្ឈប់អ្នកដាំដុះអមតៈខណៈពេលនោះសារ៉ាក៏ចាប់ប្រើប្រកាសធ្វើឲ្យពួកគេមានការប្រុងប្រយ័ត្នហើយនារីដែលជាអ្នកដាំដុះអមតៈក៏បានបង្ហាញខ្លួនឡើងហើយកញ្ញាទាំងធានក៏ប្រាប់ឲ្យពួកគេទាំងអស់មានការប្រុងប្រយ័ត្ននិងឲ្យពួកគេនៅទីនេះចំណែកនាងក៏ធ្វើការដេញតាមនារីដែលជាអ្នកដាំដុះអមតៈម្នាក់នោះបន្ទាប់ពីនាងបង្ហាញខ្លួនឲ្យកញ្ញាទាំងធានឃើញហើយនាងក៏បានធ្វើការរត់ទៅវិញនិងប្រាប់ឲ្យកញ្ញាទាំងធានតាមនាងហើយនារីដែលជាអ្នកដាំដុះអមតៈម្នាក់នោះក្រោយពេលដែលនាងរត់មកដល់ចំណុចមួយនាងក៏បានធ្វើការវាយប្រហារទៅកាន់កញ្ញាទាំងធានចំណែកកញ្ញាទាំងធានក៏ធ្វើការគេចខ្លួនរួចហើយក៏វិញបកទៅវិញកាត់ពីឈុននោះយើងមកមើលវូរ៉ាន់វិញគេក៏បានធ្វើការបារម្ភទៅកាន់កញ្ញាទាំងធានចំណែកប្រូសាលឿងក៏ធ្វើការមកលួងលោមគេកុំឲ្យបារម្ភអីហើយវូរ៉ាន់ក៏ប្រាប់ពួកគេថាគេមានអារម្មណ៍ថាមានអ្វីមួយដែលមិនត្រឹមត្រូវចំណែកអូនសតទិញតុយក៏ធ្វើការលើកទឹកចិត្តពួកគេឲ្យរួមកម្លាំងគ្នាបើកញ្ញាទាំងធានមិនត្រឡប់មកវិញទេពួកគេនឹងធ្វើការតាមរកនាងហើយវូរ៉ាន់ក៏យល់ស្របស្រាប់តែពេលនោះក៏មាននារីដែលជាអ្នកដាំដុះអមតៈម្នាក់ទៀតបានហោះមកកាន់ពួកគេពេលដែលនាងមកដល់នាងក៏បាននិយាយគំរាមទៅកាន់ពួកគេប៉ុណ្ណាម៉ាត់ដោយហើយនាងក៏បានបើកការវាយប្រហារទៅកាន់វូរ៉ាន់ប៉ុន្តែវូរ៉ាន់ក៏បានទប់ជាប់ហើយគេក៏រុញការវាយប្រហារនោះទៅនាងវិញរួចហើយនាងក៏បានវាយប្រហារម្ដងទៀតរួចហើយនាងក៏បានហោះទៅស្រូបព្រលឹងបរិសុទ្ធរបស់អបិម្នាក់ដែលកំពុងស៊ីមីពេលគេមកស្រូបព្រលឹងបរិសុទ្ធគ្មាននឹងអ្វីតតែសោះបន្ទាប់ពីនាងស្រូបព្រលឹងបរិសុទ្ធរបស់អបិស៊ីមីម្នាក់នោះរួចហើយកម្លាំងវិញ្ញាណរបស់នាងក៏មានការកើនឡើងជាខ្លាំងបន្ទាប់មកនាងក៏បានបើកការវាយប្រហារទៅកាន់មនុស្សទាំងអស់គ្នាប៉ុន្តែពួកគេក៏បានគេចខ្លួនយករួចខ្លួនបានហើយវូរ៉ាន់ក៏ប្រឈមមុខជាមួយនឹងនាងចំណែកអ្នកផ្សេងទៀតក៏ប្រាប់ឲ្យវូរ៉ាន់ឆាប់រត់ប៉ុន្តែគេមិនខ្វល់គេក៏បានសួរទៅកាន់នារីម្នាក់នោះអំពីទីកន្លែងរបស់ប្អូនស្រីគេប៉ុន្តែនាងមិនប្រាប់ថែមទាំងចង់សម្លាប់វូរ៉ាន់ដើម្បីបន្សាបកំហឹងរបស់នាងនៅថ្ងៃនេះទៀតផងដោយសារតែនិយាយកងគ្នាខ្លាំងពេកវូរ៉ាន់ក៏បានទាញកាំបិតរបស់គេហោះទៅកាប់នាងហើយនាងក៏ធ្វើការវាយបោះទៅវិញចំពោះជំនាញដើរដំបងវូរ៉ាន់កិច្ចផុតរួចហើយគេក៏បានកាប់នាងដល់ប៉ុន្តែនាងក៏បានប្រើដៃរបស់នាងរងរួចហើយក៏បានធ្វើឲ្យគេខ្ទាតទៅវិញនាងក៏បានវាយប្រហារវូរ៉ាន់ម្ដងហើយម្ដងទៀតប៉ុន្តែគេក៏បានកិច្ចផុតរួចហើយគេក៏បានហោះទៅកាន់នាងម្ដងទៀតប៉ុន្តែខុសហើយនាងក៏បានធាក់គេមកជួយឲ្យធ្លាក់ដល់ដីវានឹងបាក់ជាគេហើយនារីម្នាក់នោះព្យាយាមវាយប្រហារទៅកាន់វូរ៉ាន់ចំណែកវូរ៉ាន់ក៏ព្យាយាមទប់នាងក៏បានប្រើ skill ដ៏ធំរបស់នាងវាយប្រហារទៅកាន់វូរ៉ាន់ហើយគេក៏ធ្វើការទប់យ៉ាងលំបាកប៉ុន្តែនាងក៏បានប្រឹងបន្តិចធ្វើឲ្យវូរ៉ាន់ក៏ខ្ទាតទៅរួចហើយនារីម្នាក់នោះក៏បានហោះមកចិត្តវូរ៉ាន់និងទាញដាវរបស់នាងរៀបនឹងវាយប្រហារបន្តទៀតចំណែកអ្នកផ្សេងក្រោយពីឃើញបែបនេះគេក៏បានហោះមកប្រយុទ្ធជាមួយនាងប៉ុន្តែនាងក៏បានដាក់វិស្នាធ្វើឲ្យពួកគេហោះខ្ទាតថយក្រោយអស់រួចហើយនាងក៏បាននិយាយឌឺទៅកាន់ពួកគេធ្វើឲ្យពួកគេខឹងចំណែកអពែលីងធានក៏ធ្វើការហោះទៅមុនគេហើយអពែឈិនវិញមកក៏ធ្វើការ support ពីក្រោយដោយប្រើជំនាញធានកាំងរបស់គេទៅ support អពែលីងធានប៉ុន្តែចូលទៅដល់ក៏ខ្ទាតទៅវិញហើយអពែលីងធានក៏ធ្វើការ support ទៅកាន់ពីរអ្នកទៀតបន្ទាប់ពីអ្នកទាំងពីរធ្វើការហោះចូលកម្មមិនបានផលក៏ធ្វើឲ្យពួកគេខ្ទាតទៅវិញ
នៅសមម្នាក់ក៏មកទុកយូពមនាងក៏បានវាផាយដួលម្នាក់ទៀតទៅហើយនាងរៀមនឹងផ្ដាច់ពួកគេទៅហើយវូរ៉ានក៏ចេញមកបញ្ចប់នាងហើយគេក៏កើតរកវិធីដើម្បីកម្ចាត់នាងបន្តមកគេក៏ចូលក្នុងសមុទ្រចិត្តរបស់គេដើម្បីទៅជួបនឹងកញ្ញាលីងឡុងនៅពេលចូលទៅដល់កញ្ញាលីងឡុងក៏បានសួរគេថាតើគេចង់បង្វិលចាប់យក skill មែនទេបន្ទាប់ពីគេយកព្រមកញ្ញាលីងឡុងក៏ធ្វើការបង្វិលពេលនោះគេក៏បានចាប់បាននូវ skill មួយដែលជំនាញនេះនៅពេលដែលវូរ៉ានធ្វើចលនានោះដៃគូសត្រូវនឹងធ្វើចលនាតាមគេដែរហើយកញ្ញាលីងឡុងក៏ធ្វើការបញ្ចូលទៅកាន់វូរ៉ាននៅពេលដែលគេកំណត់គោលដៅទៅលើអ្នកណាហើយគេធ្វើចលនានោះភាគីម្ខាងទៀតនឹងធ្វើចលនាទៅតាមគេដែលវូរ៉ានមានពេលតែ2នាទីប៉ុណ្ណោះបញ្ចប់ពីការសន្ទនានិងការបញ្យល់រួចមកវូរ៉ានក៏បានចាក់ចេញពីសមាជិករបស់គេមកខាងក្រៅវិញហើយនារីដែលជាអ្នកដាំដើមតាមម្នាក់នោះក៏ឆ្ងល់ថាតើគេកំពុងធ្វើអីហើយវូរ៉ានក៏បាននិយាយទៅកាន់នាងថាសាកនៅជំនាញរបស់ខ្ញុំមួយនេះទៅបន្តមកសាច់យើងក៏បានបញ្ចប់តែត្រឹមនេះភាគទី6បន្ទាប់ពីវូរ៉ានបានប្រាប់ទៅកាន់នារីដែលជាអ្នកដាំដើមតាមម្នាក់នោះឲ្យភ្លក់ស្គីរបស់គេនាងក៏បានតបទៅកាន់វូរ៉ានវិញថាគ្រាន់តែជាស្រមោចហើយអ្វីបានជាហ៊ាននិយាយបែបនេះមកកាន់នាងចំណែកវូរ៉ានអត់ខ្វល់ច្រើនក៏ប្រើជំនាញរបស់គេនៅពេលដែលគេធ្វើចលនានារីម្នាក់នោះក៏ចាប់ផ្ដើមធ្វើចលនាតាមគេដែរហើយនាងក៏បានឆ្ងល់ថាតើគេកំពុងតែប្រើជំនាញអ្វីចំណែកអូនសតទិញតុយនឹងប្រសល់លឿងពេលដែលឃើញវូរ៉ានបញ្ចេញជំនាញបែបនេះក៏ឆ្ងល់ថាតើវាជាជំនាញអ្វីដែរហើយវូរ៉ានក៏ប្រាប់ទៅកាន់ពួកគេថាគេគ្រាន់តែប្រើជំនាញគ្រប់គ្រងទៅលើនាងតែប៉ុណ្ណោះហើយគេក៏ប្រាប់ឲ្យអ្នកទាំងអស់គ្នាបើការវាផានទៅកាន់នាងចំណែកនារីដែលជាអ្នកដាំដើមអមតៈដោយសារតែនាងមិនអាចកម្រើកខ្លួនបានតែបានកម្រើកបានតែម្រាម2នាងក៏បញ្ជាដាវរបស់នាងបញ្ជាដាវទៅទប់ទល់ការវាប្រហាររបស់ប្រសល់លឿងហើយនាងក៏បានបើកការវាផានទៅកាន់ពួកគេវិញចំណែកពេលលីងធាងក៏បានសង្កេតទៅលើម្រាមដៃរបស់នាងដឹងថានាងប្រុងនឹងបញ្ជាដាវទៅចាក់ការវូរ៉ានគេក៏ផ្ដល់ដំណឹងឲ្យវូរ៉ានចំណែកវូរ៉ានគេក៏បានញញឹមបន្តិចរួចគេក៏ធ្វើលំហាត់ប្រាណដែលបណ្ដាឲ្យនារីដែលជាអ្នកដាំដើមអមតៈបានធ្វើចលនាទៅតាមគេធ្វើឲ្យការបញ្ជាដាវរបស់នាងបាត់បង់ការគ្រប់គ្រងដល់ឡែកនារីដែលជាអ្នកដាំដើមអមតៈក្រោយពេលដែលនាងធ្វើលំហាត់ប្រាណនាងក៏បានហត់ហើយក៏និយាយឲ្យវូរ៉ានធ្វើការបញ្ឈប់ចំណែកវូរ៉ានអត់ខ្វល់នៅតែធ្វើលំហាត់ប្រាណបន្តដោយវូរ៉ានលំហាត់ប្រាណរបស់គេម្ដងលោតម្ដងលើកជើងនិងធ្វើលំហាត់ប្រាណផ្សេងៗទៀតដែលជាហេតុធ្វើឲ្យនារីដែលជាអ្នកដាំដើមអមតៈមានការហត់នឿយជាខ្លាំងហើយខឹងទៅកាន់វូរ៉ានរួចហើយនាងក៏បាននិយាយទៅកាន់វូរ៉ានថាបើនាងរួចខ្លួននាងនឹងសម្លាប់គេក្នុងពេលនោះវូរ៉ានក៏ឆ្លៀតសួរទៅកាន់នារីម្នាក់នោះអំពីដំណឹងពូនស្រីរបស់គេប៉ុន្តែនាងមិនព្រមប្រាប់ព្រមទាំងនិយាយឌឺថែមទៀតដែលជាហេតុធ្វើឲ្យវូរ៉ានក្រោយចិត្តនិងចាប់ផ្ដើមធ្វើចលនាផ្លែៗដែលធ្វើឲ្យនាងធ្វើទៅតាមគេហើយវូរ៉ានក៏ប្រាប់ឲ្យអ្នកទាំងអស់គ្នាធ្វើការវាប្រហារទៅកាន់នាងដោយអ្នកទាំង4បានប្រើជំនាញផ្សេងៗគ្នារួចហើយក៏ធ្វើការរួមបញ្ចូលគ្នាស្របពេលតែមួយសម្ដៅទៅកាន់នារីដែលជាអ្នកដាំដើមអមតៈម្នាក់នោះដែលធ្វើឲ្យនាងខ្ទាតក្រោមនឹងដីហើយវូរ៉ានក៏សួរដំណឹងពូនស្រីរបស់គេទៅកាន់នាងម្ដងទៀតដោយសារតែនាងមិនប្រាប់គេក៏ចាប់ផ្ដើមប្រើ skill របស់គេម្ដងទៀតដែលធ្វើឲ្យនាងធ្វើចលនាទៅតាមគេស្របពេលនោះជំនាញរបស់គេក៏ចាប់ផ្ដើមអស់នាទីដែលជាហានិភ័យសម្រាប់វូរ៉ាននារីដែលជាអ្នកដាំដើមអមតៈក្រោយពីនាងចេញពីការគ្រប់គ្រងរបស់វូរ៉ានហើយនៅក៏ចាប់ផ្ដើមខឹងគេរួចហើយក៏បញ្ចេញស្នៀតបើការវាប្រហារទៅកាន់វូរ៉ានប៉ុន្តែគេគេចផុតហើយប្រុសសល់លឿងក៏សួរទៅកាន់វូរ៉ានថាហេតុអ្វីបានជាឈប់គ្រប់គ្រងនាងចឹងវូរ៉ានក៏តបថាគេដល់ពេលកំណត់នៃ skill របស់គេហើយចំណែកនារីម្នាក់នោះក៏ចាប់ផ្ដើមបើកការវាប្រហារទៅកាន់វូរ៉ានបន្តទៀតធ្វើឲ្យវូរ៉ានបានដួលផ្កាមុខនឹងដីចំណែកអ្នកផ្សេងទៀតក៏ចាប់ផ្ដើមបារម្ភពីវូរ៉ានហើយវូរ៉ានក៏រកកន្លែងលាក់ខ្លួននៅជិតតង់មួយកន្លែងចំណែកនារីដែលជាអ្នកដាំដើមអមតៈក៏បាននិយាយទៅកាន់វូរ៉ានថាបើគេខ្លាំងគំរត់រួចហើយនាងក៏ចាប់ផ្ដើមបើកការវាប្រហារទៅកាន់គេរួចហើយក៏និយាយទៅកាន់គេថាទៅនរកទៅចំណែកវូរ៉ានដោយទ្រាំមិនបានគេក៏ចេញមកដើម្បីទប់ទល់នឹងការវាប្រហាររបស់នាងប៉ុន្តែគេទុំមិនជាប់ក៏បានខ្ទាតទៅអស់អានីដីជាង70ម៉ែត្រចំណែកអ្នកផ្សេងទៀតក្រោយពេលដែលឃើញបែបនេះពួកគេក៏ហមមកកាន់នាងប៉ុន្តែអត់ត្រូវមួយនាងក៏បានគេចខ្លួនហមមកកាន់វូរ៉ានរួចហើយក៏ធ្វើការកាប់វូរ៉ានធ្វើឲ្យគេរកកិច្ចចង់ឈួតក្នុងអំឡុងពេលដែលវូរ៉ានរកកិច្ចពីនារីដែលជាអ្នកដាំដើមតាមម្នាក់នោះគេក៏បានចូលទៅក្នុងសមុទ្រចិត្តរបស់គេរួចហើយកញ្ញាលីងឡុងក៏សួរគេថាតើគេចង់បង្វិលចាប់យកជំនាញមែនទេហើយវូរ៉ានក៏យល់ព្រមពេលនោះគេក៏បានដំណើរការចាប់បាននៅជំនាញមួយដែលនិយាយឲ្យយល់ជំនាញនេះគឺជាជំនាញដាក់ស្នេហ៍បន្តមកពេលនារីដែលជាអ្នកដាំដើមអមតម្នាក់នោះកំពុងដេញតាមវូរ៉ានគេក៏ប្រើ skill ដាក់ស្នេហ៍ទៅលើនាងចំណែកអ្នកផ្សេងទៀតក៏ធ្វើការរត់តាមវូរ៉ាននិងនារីដែលជាអ្នកដាំដើមអមតម្នាក់នោះក្នុងពេលកំពុងតែរត់វូរ៉ានក៏ប្រាប់កញ្ញាលីងឡុងឲ្យដំណើរការ skill ដាក់ស្នេហ៍នោះទៅរួចហើយវូរ៉ានក៏ចាប់ផ្ដើមលោតទឹកចំណែកនារីដែលជាអ្នកដាំដើមតាមម្នាក់នោះក្រោយពេលដែលនាងម្ដងមកទឹកហើយនាងក៏បានប្រើចំណេះដល់របស់នាងរៀមនឹងវាផាតកាវូរ៉ានប៉ុន្តែពេលនោះចំណេញដាក់ស្នេហ៍ក៏ចាប់ផ្ដើមមានប្រតិកម្មដែលធ្វើឲ្យបេះដូងនាងចាប់ផ្ដើមលោតខុសចង្វាក់ដែលធ្វើឲ្យក្នុងខ្លួនរបស់នាងមានអារម្មណ៍ប្លែក
រួចហើយនាងក៏ចាប់ផ្ដើមលោតចូលទៅក្នុងទឹកទៅតាមបុរាណដែរចំណែកអ្នកផ្សេងទៀតក៏ធ្វើការរត់ទៅតាមបុរាណតាមខ្សែទឹកនិងនិយាយថាទន្លេឈុនលាវនេះគឺស្រូបយកធម្មពលរបស់មនុស្សហើយអ្វីបានជានារីដែលជាអ្នកដាំដុះអមតម្នាក់នោះលោតចូលទៅក្នុងនោះពេលនោះបុរាណនិងនារីដែលជាអ្នកដាំដុះអមតៈក៏បានសន្លប់នៅក្នុងទន្លេនោះខ្សែរឿងក៏កាត់មកកាន់កញ្ញាថាំងធាននិងនារីដែលជាអ្នកដាំដុះអមតម្នាក់ទៀតក្រោយពេលដែលកញ្ញាថាំងធានធ្វើការតាមនាងរហូតមកដល់ចំណុចមួយកញ្ញាថាំងធានក៏បានធ្វើការវាយប្រហារទៅកាន់នាងប៉ុន្តែនាងក៏បានធ្វើការទប់ទល់មកវិញហើយនាងក៏ធ្វើការវាយប្រហារទៅកាន់កញ្ញាថាំងធានវិញដែលបណ្ដាលឲ្យបានដើមឈើហើយកញ្ញាថាំងធានក៏ធ្វើការកិច្ចខ្លួនពីការវាយប្រហារមួយនេះដោយហើយកញ្ញាថាំងធានក៏ធ្វើការស្នេបបាញ់ទៅនារីម្នាក់នោះប៉ុន្តែក្រកំភ្លើងនោះក៏បានធ្លុះដែលវាមិនបានធ្វើឲ្យនារីម្នាក់នោះកើតអ្វីតតែសោះកញ្ញាថាំងធានក៏ធ្វើការវិភាគប៉ុន្តែនារីម្នាក់នោះក៏បានធ្វើការវាយប្រហារទៅកាន់កញ្ញាថាំងធានបន្តទៀតកញ្ញាថាំងធានក៏ធ្វើការកិច្ចខ្លួនមកដល់ចំណុចមួយកញ្ញាថាំងធានក៏បានធ្វើការស្នេបបាញ់ទៅកាន់នារីម្នាក់នោះម្ដងទៀតប៉ុន្តែលើកនេះគឺប្រាធម្មពលខ្លាំងជាងមុនដែលបណ្ដាលឲ្យនារីម្នាក់នោះរលីខ្លួនទៅមកដល់ពេលនេះកញ្ញាថាំងធានទើបតែដឹងថានាងត្រូវចាញ់បោកគឺបញ្ឆោតខ្លាឲ្យចេញពីរន្ធបន្ទាប់ពីដឹងបែបនេះហើយកញ្ញាថាំងធានក៏ធ្វើការស្ទុះមកជំរុំវិញនៅតាមផ្លូវនាងក៏បានបារម្ភពីបុរាណផងដែរហើយសាច់រឿងយើងភាគទី6ក៏សូមតែស្លេះត្រឹមនេះ